ហើយសូមបញ្ជាក់ម្ដងទៀតបាទករណីនេះគឺបាទរថយន្តរបស់ប៉ៃឌីនេះគឺពុករេសម៉ូតូ4គ្រឿងបាទប្រិមិត្តបាទមានរបួសធ្ងន់ស្រាលបាទរថយន្តបង្កហ្នឹងគឺបាទអ្នកបើកបរគឺជាប៉ៃឌីបាទបងប្អូនគឺស្គាល់ហើយបាទប៉ៃឌីបាទម្ចាស់កាហ្វេ corner ណាបាទហើយមិញអានឃើញសាកលេខឡានមកគិតហើយគឺកម្ពុជាបាទទីចុច corner បាទឥឡូវនេះគឺរថយន្តបង្កនេះគឺត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកបាទខេត្តសៀមរាបនេះគឺបានយកទៅស្នាក់ការបាទដើម្បីរងចាំភាគីខាងម៉ូតូនឹងទៅជួបគ្នានៅកន្លែងស្នាក់ការបាទដើម្បីធ្វើការដោះស្រាយហ្នឹងជួបបងជួយបងទៅមកកោមកមើលឡានហ្នឹងទៅមើលម៉ូតូគេទៅបងម៉ូតូ4 5គ្រឿងគាត់អត់ចុះទៅលើឡានប៉ៃឌីមកហើយគាត់អត់ចុះទៅលើឡានគាត់សង្ងំនៅតែក្នុងឡានបើឯងសួរមិនគាត់អត់ឆ្លើយអត់ទៅជិះទៅជុំត្រសួរគាត់ទៅបាទគាត់ហៅគាត់ទៅមិនដឹងទៀតបាទខាងបងបាទអរគុណបាទបើតាមឪពុករបស់ម្ចាស់ម៉ូតូនឹងគាត់ថាបានព្យាយាមសួរទៅម្ចាស់រថយន្តបង្កប្រិមិត្តបាននេះបងប្រុសនឹងត្រូវជាឪពុកបាទម្ចាស់ម៉ូតូជនរងគ្រោះម្នាក់ទៀតនឹងបាទគាត់ព្យាយាមសួរទៅអ្នកបើកបររថយន្តបង្កនឹងដែរបាទឈ្មោះប៉ៃឌីនឹងបងប្អូនស្គាល់ហើយបាទតែគាត់អត់មានឆ្លើយអត់មានចុះទៅលើឡានអីទាំងអស់គឺគាត់សង្ងំនៅលើឡានបាទយើងអត់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេប្រិមិត្តអានេះគឺតាមការបញ្ជាក់របស់បងប្រុសបាទដែលជាអាណាព្យាបាលជនរងគ្រោះណាប្រិមិត្តបាទគាត់បានបញ្ជាក់មកឆ្លើយមកបាទអាចទៅដល់ដំណើរមែនបាទគាត់ទៅសួរជិះមកមកបងម៉ូតូខ្លះខាងនោះគាត់ទៅដល់អត់ទេមិនដឹងទេបាទជិះម៉ូតូអាឡាឡាខ្សែនឹងបាទយើងខ្សែតែមានថោកចុងក្រសួងនេះបាទប្រិមិត្តបាទរថយន្តនេះក៏ជារថយន្តរបស់ប៉ៃឌីបាទប្រិមិត្តបាទហើយប្រជាប្រដ្ឋរាយការណ៍មកគឺបាទឮថាពុករះបាទម៉ូតូ3គ្រឿងបាទប្រិមិត្តបាទតែគាត់ថាជាព័ត៌មានបាក់ធំសិនទេប្រិមិត្តបាទឥឡូវនេះគឺបាទមកពីធ្វើការវាស់វែងបាញ់ឆ្នាំបាញ់អីហើយគឺដករថយន្តចេញពីកន្លែងបាត់ហេតុសិនប្រិមិត្តបាទដើម្បីបញ្ជាបាទការកកស្ទះបាទបញ្ជាការកកស្ទះបាទប្រិមិត្តបាទរថយន្តពាក់ស្លាកលេខកម្ពុជាបាទ D ចុចបាទ corner បាទនេះគឺដូចជាឈ្មោះហាងកាហ្វេរបស់អូនបងសុំសួរបន្តិចមានមួយនេះកូនថ្មីមួយហើយខ្ញុំត្រូវចង់កន្លែងតាមតិចមុននឹងមកដល់ឈប់ក្រោមឡាននោះឥឡូវមកទៅបែបមកហើយភ្លាមគាត់ដល់ខាងហើយទៅទៀតទេមុននឹងរថយន្តមកពីក្រោយហ្នឹងអូនបងមួយហ្នឹងជាប់ស្តុបហើយជាប់ស្តុបហើយជាប់ស្តុបក្រហមហើយរថយន្តហ្នឹងបើយ៉ាងម៉េចបានមកពុករះក្រោយអត់នឹងស្លេពីគាត់បោះណាស់ហើយជាគាត់និយាយទៅគាត់ថាមកពុករះប្រហែលគ្រឿងដែរម៉ូតូហើយតែគាត់ថាទៅដោះស្រាយឲ្យគាត់បានហើយទៅគាត់ទៅដោះស្រាយអូខេណាគាត់ទូខុសត្រូវគាត់ដោះស្រាយព្រមដោះស្រាយឲ្យអស់ហើយណាតោមួយគ្រឿងទៀតបាទម៉ាក់ស៊ូពីដូចគ្នាបាទតែពាក់ស្លាកលេខបាទសៀមរាប1 AT 5367បាទគឺថាពុករះ4គ្រឿងបាទប្រិមិត្តបាទពុករះ4គ្រឿងបាទនៅត្រង់ចំណុចស្តុបចុងកស៊ូនេះបាទដោយសារស្តុបក្រហមហើយក៏អ្នកបើកបរម៉ូតូនោះគឺឈប់ចាំស្តុបប្រិមិត្តបាទឈប់ចាំស្តុបហើយក៏រថយន្តរបស់ប៉ៃឌីនោះគឺមកពុករះក្រោយបាទម៉ូតូ4គ្រឿងបាទប្រិមិត្តបាទនេះម៉ូតូមួយគ្រឿងទៀតបាទអាសង់បាទ015នេះបាទម៉ូតូនេះគឺថាជាប់ក្រោមឡានប្រិមិត្តបាទគឺថាជាប់ក្រោមឡានម៉ូតូនេះបាទហើយតែឃើញជាប្រដ្ឋបាញ់រូបភាពចូលគ្រប់ព័ត៌មានខេត្តសៀមរាបហ្នឹងគឺបាទឃើញម៉ូតូនេះនៅក្រោមឡានបាទនេះតែពាក់ស្លាកលេខបាទបាត់ដំបង 1T 4722ប្រិមិត្តបាទហើយម្ចាស់ម៉ូតូនេះឬថារងរបួសអត់ដឹងការធ្ងន់ឬក៏ស្រាលទេប្រិមិត្តបាទហើយក៏ត្រូវបានបញ្ជូនទៅទីពេទ្យបានហើយប្រិមិត្តបាទប្រិមិត្តបាទហេតុការណ៍នេះគឺបានបង្កការព្យាបាលការពីវេលាម៉ោង5ប្រហែលជា10នាទីល្ងាចបាទត្រូវនៅថ្ងៃទី7បាទខែមិថុនាឆ្នាំ2026បាទដែលស្ថិតនៅត្រង់ចំណុចស្តុបបាទចុងកស៊ូនេះបាទប្រិមិត្តបាទស្ថិតនៅត្រង់ចំណុចស្តុបចុងកស៊ូបាទដែលស្ថិតនៅក្នុងសង្កាត់ស្លត្រាំក្រុងសៀមរាបខេត្តសៀមរាបប្រិមិត្តបាទឥឡូវនេះគឺភាគីបាទខាងម៉ូតូទាំង4គ្រឿងគឺបានចុះមកដល់ទីតាំងបាទប៉ុន្តែរថយន្តរបស់ប៉ៃឌីនេះត្រូវបាននគរបាលចរាចរណ៍បាទយកទៅស្នាក់ការចរាចរណ៍នៅបឹងគីឡូប្រិមិត្តបាទដើម្បីធ្វើការដោះស្រាយហើយរងចាំភាគីខាងម៉ូតូនេះគឺទៅជួបគ្នានៅស្នាក់ការចរាចរណ៍ពុននៅកន្លែងនេះគឺស្ទះមែនទែនប្រិមិត្តបាទកន្លែងស្នាក់ចរាចរណ៍នេះគឺស្ទះបាទនៅត្រង់ចំណុចស្តុបទៀតគឺបាទស្ទះដល់ការធ្វើដំណើររបស់បងប្អូនជាប្រដ្ឋបាទអញ្ចឹងហើយគឺសមត្ថកិច្ចថាគាត់នាំយកទៅស្នាក់ការចរាចរណ៍នៅបឹងគីឡូបាទជួបបងជួយបងទៅមកកោមកមើលឡានហ្នឹងទៅមើលម៉ូតូគេទៅបងម៉ូតូ4 5គ្រឿងគាត់អត់ចុះទៅលើឡានប៉ៃឌីមកហើយ
ហើយគាត់អត់ចុះលើឡានគាត់សងំនៅតែក្នុងឡានបាយសួរមិនគាត់អត់ឆ្លើយអត់ទៅជិះទៅជុំរសួរគាត់ទៅបាទគាត់ហៅគាត់ទៅដល់ទៀតបាទអរគុណបាទបើតាមឪពុករបស់ម្ចាស់ម៉ូតូនឹងគាត់ថាបានព្យាយាមសួរទៅម្ចាស់រថយន្តបង្កប្រិមត្តបាននេះបងប្រុសនឹងត្រូវជាឪពុកបាទម្ចាស់ម៉ូតូជនរងគ្រោះម្នាក់ទៀតហ្នឹងបាទគាត់ព្យាយាមសួរទៅអ្នកបើករថយន្តបង្កនឹងដែរបាទឈ្មោះប៉ៃទីហ្នឹងបងប្អូនស្គាល់ហើយបាទតែគាត់អត់មានឆ្លើយអត់មានចុះលើឡានអីទាំងអស់គាត់សងំនៅលើឡានបាទយើងអត់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេប្រិមត្តអានេះគឺតាមការបញ្ជាក់របស់បងប្រុសបាទដែលជាអាណាព្យាបាលជនរងគ្រោះណាប្រិមត្តបាទគាត់បានបញ្ជាក់ប្រាប់ខ្ញុំមិញហើយថាគាត់ខឹងនឹងចំណុចហ្នឹងបាទបើសិនជាគាត់ចុះមកនិយាយបាទជាមួយភាគីខាងជនរងគ្រោះថាជាខាងជនរងគ្រោះហ្នឹងគឺមិនសូវខឹងទេណាប្រិមត្តបាទបងប្រុសមិញហ្នឹងគាត់ថាគាត់ខឹងបាទ